ក្មេងខ្លះអត់ការងារធ្វើដោយសារតែសមត្ថភាពគាត់អត់គ្រប់គ្រាន់ឬក៏រៀនអត់ចេះរៀនមានតែសញ្ញាបត្រហើយអ្នកខ្លះទៀតបដូរខ្លួនឯងជាមួយខ្ញុំបើកឡានឲ្យចិនក៏បាន800អ្នកខ្លះទៀតអើយបើប្រាក់រៀនចប់បញ្ញាបត្រទៅធ្វើការងារបានប្រាក់ខែ250 100ជាង300អញ្ចឹងទៅចាញ់ទាំងអ្នកសំណងមួយថ្ងៃ40000 50000គុណជាខែក៏ប្រាក់ខែច្រើនជាងដែរតែបងប្អូនគួរតែគិតអញ្ចឹងមែនទេនិយាយមែនណាយើងរៀនចប់បញ្ញាបត្រឬក៏នុបណ្ឌិតឬក៏រៀនចប់ថ្នាក់ទី12ក៏ដោយយើងត្រូវគិតថាការរៀនជាចំណេះយើងមិនមែនប្រើកម្លាំងកាយទេគឺយើងប្រើខួរក្បាលយើងប្រើសមត្ថភាពអញ្ចឹងខ្ញុំទទួលស្គាល់ថាមានក្មេងខ្លះគាត់បានប្រឹងប្រែងទេហើយសមត្ថភាពគាត់ស្ទើរដោយសារតែគាត់បានប្រឹងរៀនប៉ុន្តែយើងត្រូវឆ្លងមកវិញថាក្មេងដែលទៅតែរៀនចប់គាត់អត់ទាន់មានបទពិសោធន៍ទេដូចមនុស្សម្នាក់ដែលទៅរៀនពីក្នុងសភៅហើយទៅនិយាយថាអនុវត្តជាក់ស្ដែងបានដូចអ្នកដែលមានបទពិសោធន៍រាប់ឆ្នាំមិនទៅអញ្ចឹងកុំនាំគ្នាដាក់បន្ទុកឲ្យក្មេងដែលគាត់រៀនអត់ចប់ហើយគាត់រៀនចប់ហើយគាត់អត់មានការងារធ្វើដោយសារតែគាត់ហ្នឹងដោយសារតែគាត់អត់ប្រឹងរៀនធ្វើសមត្ថភាពគាត់ស្ទើរធ្វើគាត់រកការងារអត់បានយើងត្រូវដឹងថាទីផ្សារទំហំប៉ុណ្ណាឧបមាថាគាត់រៀន IT 100នាក់ហើយទីផ្សារផ្នែក IT មានតែ50ទេអញ្ចឹងច្បាស់ណាស់វាមាន challenge ខ្លាំងចុះអា50ទៀតទៅណាអា50ទៀតប្រកាសជាអត់ការងារធ្វើហ្នឹងហើយអញ្ចឹង challenge នោះវាអាចនឹងពឹងទៅលើសមត្ថភាពអ្នកខ្លះក៏ពឹងទៅលើខ្សែអ្នកខ្លះសមត្ថភាពប្រហែលគ្នាប៉ុន្តែពឹងលើខ្សែអ្នកខ្លះក៏ពឹងលើសម្រស់ទៅទៀតអញ្ចឹងពេលខ្លះខ្ញុំគ្រប់ត្រូវថាមានក្មេងខ្លះគាត់ពិតជាខ្ជិលតែគាត់អត់ប្រឹងរៀនហើយគាត់រៀនចប់គាត់អាចរកការងារដែលសមនឹងជំនាញរបស់គាត់ប៉ុន្តែមិនមែនគ្រប់ករណីសតតែបែបហ្នឹងទេហើយកុំយកប្រៀបធៀបអាការងារប្រើកម្លាំងកាយទៅប្រៀបធៀបជាមួយនឹងការងារប្រើខួរក្បាលឧបមាថារាល់ថ្ងៃហ្នឹងយើងចាប់ផ្ដើមធ្វើការងារផ្នែក IT ប្រាក់ខែ250ប៉ុន្តែយើងត្រូវអភិវឌ្ឍសមត្ថភាពហើយវាឈានឡើងមួយឆ្នាំទៅមួយឆ្នាំឡើងអញ្ចឹងមើលថា5ឆ្នាំក្រោយគាត់អាចក្លាយទៅជាប្រធានផ្នែកណាមួយទៅលើផ្នែក IT ឬក៏គាត់បើក business ណាមួយទៅលើផ្នែក IT មិនខ្វះទេមិត្តភ័ក្តិខ្ញុំដែលគាត់រៀន IT ហើយគាត់បង្កើត marketing ខ្លួនឯងឧទាហរណ៍បង្កើតជាវីដេអូឬក៏បង្កើតអីដែលគាត់ពឹងទៅលើផ្នែក IT របស់គាត់នឹងហើយដូច្នេះពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចូលចិត្តដែរពួកយើងចូលចិត្តបដូរអាការងារប្រើកម្លាំងកាយជាមួយនឹងការងារប្រើខួរក្បាលហើយមួយទៀតបដូរក្មេងដែលទៅតែរៀនចប់នឹងសាលាហើយទំហំការងារមានតែ10ប៉ុន្តែអ្នករៀនចប់20តើអា10ទៀតដែលនៅសល់នឹងយកទៅណាច្បាស់ណាស់គឺអត់ការងារធ្វើហើយបន្ទាប់មកគឺយើងដាក់គំនិតទៅគាត់អានេះវាអាចថាវាអាចទៅសារទៅលើក្មេងដែលគាត់អត់ប្រឹងរៀនតែមានមួយចំនួនទៀតដែលខ្ញុំធ្លាប់ជួបគាត់ប្រឹងរៀនប៉ុន្តែគាត់ពិបាករកការងារឲ្យត្រូវជំនាញវត្តដោយសារតែទី1ប្រហែលជាតំណែងទំនោររបស់គាត់ទាបឬក៏ការងារដែលត្រូវជំនាញរបស់គាត់ហ្នឹងគឺមានតិចអញ្ចឹងវា challenge ខ្លាំងសម្រាប់អ្នកដែលទើបតែរៀនចប់ខ្ញុំគ្រាន់តែនិយាយនេះកុំដាក់បន្ទុកទៅលើក្មេងៗទើបតែរៀនចប់ហើយក៏ចង់ប្រាប់ទៅក្មេងៗដូចគ្នាមុននឹងចាប់ផ្ដើមយើងចង់រៀនជំនាញអីក៏ដោយយើងគួរតែមើលទីផ្សារផងកុំប្រឹងរៀនដូចថាអូល្បីរឿង IT ខាងវិស្វករទៅរៀនចូលតាមតែគ្នាប៉ុន្តែជាក់ស្ដែងវាអត់ទំហំទីផ្សារវាអត់ច្រើនដល់ថ្នាក់ចំនួនសិស្សដែលទៅរៀនពេលខ្លះវាអត់ជាចំណូលចិត្តរបស់យើងពេលដែលយើងទៅរៀនអីមួយដែលវាមិនមែនជាចំណូលចិត្តរបស់យើងវាពិបាកលូតលាស់ព្រោះតែតែយើងរៀនគ្រាន់តែផ្អែកទៅលើសង្គមឬក៏ផ្អែកទៅលើតាមគេតាមឯងតែវាមិនមែនភាពពិតប្រាកដដែលយើងស្រឡាញ់ណាអញ្ចឹងមុននឹងយើងរៀនយើងចង់ចាប់ជំនាញណាមួយមិនថារៀនតបញ្ញាបត្រឬក៏ចាប់ជំនាញយើងគួរសួរខ្លួនឯងថាយើងចូលចិត្តវាកម្រិតណាព្រោះអ្វីដែលយើងមិនចូលចិត្តច្បាស់ណាស់វាពិបាកនឹងអភិវឌ្ឍទៅមុខខ្លាំងអូខេ good luck